សូមគោរពដល់វត្តមានបណ្ឌិតអេងសុគន្ធាអនុប្រធានក្រុមការងារចាស់ជួនមួយខាងស្រុកមរសីនិងជាប្រធានយុវជនគណៈបកស្រុកមរសីបានផ្ដល់នូវគោលរបស់ឯកឧត្តមបណ្ឌិតចិនមនិតរដ្ឋលេខាធិការប្រចាំការក្រសួងយុទ្ធភ័ពនិងជាប្រធានក្រុមការងាររដ្ឋាភិបាលស្រុកមរសីសូមក្រាបថ្វាយបង្គំព្រះធេរានុធេរៈគ្រប់ព្រះអង្គជាទីសក្ការៈអង្គពិធីទាំងមូលជាទីមេត្រីថ្ងៃនេះខ្ញុំប្រកាសថាខ្ញុំបានពិតជាមានកិត្តិយសនិងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិតចិនមនិតរដ្ឋលេខាធិការប្រចាំការក្រសួងយុទ្ធភ័ពនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមងវិស័យដើម្បីចូលរួមជាអធិបតីក្នុងកម្មវិធីនេះអង្គពិធីទាំងមូលជាទីមេត្រីពិធីបបួលនេះជាពិធីមួយយ៉ាងធំដែលមានកម្រាមកម្រតាំងពីបុរាណកាលមកហើយជ្រាបចូលក្នុងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបពីព្រោះព្រះពុទ្ធសាសនាខ្មែរបានចាត់ទុកជាសាសនាតែមួយរបស់ជាតិហើយក៏មានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រជាជាតិកម្ពុជាត្រង់មាត្រា43វិជ្ជាខណ្ឌទី2បានចែងថាសាសនាពុទ្ធគឺជាសាសនារបស់រដ្ឋហេតុនេះការបបួលកូនចៅជាកិច្ចទំនុកបម្រុងព្រះពុទ្ធសាសនាមួយយ៉ាងទៀតព្រះពុទ្ធសាសនាជាប្រភពនៃការបណ្ដុះនិស្ស័យអក្សរសាស្ត្រនិងចំណេះវិជ្ជាផ្សេងៗជាដើមអ្នកដែលបានបួសរៀននៅក្នុងព្រះពុទ្ធសាសនាមានតម្លៃខ្ពស់ណាស់ជាអ្នកពុំបានបួសពីព្រោះអ្នកស្រុកយើងតែយល់ថាអ្នកដែលបានបួសរៀនជាមនុស្សស្គាល់បុត្រស្គាល់បាបគុណទោសច្បាស់លាស់ថាអ្នកបួសរៀនជាមនុស្សប្រសើរអ្នកបួសរៀនគេចាត់ទុកថាស្មើនឹងបណ្ឌិតហើយខ្មែរយើងតែងតែមានជំនឿមួយទៀតថាបួសរៀនគឺសំគុណបដាយបួសភិក្ខុមានថា7ភិក្ខុគឺសំគុណឪពុកជំនឿទាំងនេះបានជ្រុកជ្រាបចូលទៅក្នុងសន្តានចិត្តរបស់ប្រជាពលរដ្ឋខ្មែរយើងទាំងប្រទេសខ្ញុំប្រកាសថាខ្ញុំបានក៏សូមបញ្ជាក់ផងដែរថាពាក្យថានាគយើងចង់បញ្ជាក់ថានាគពួកយើងបបួសនាគចឹងមានថាពាក្យថានាគមានន័យថាប្រសើរចឹងបបួសនាគគឺបបួសមនុស្សដែលប្រសើរបុគ្គលដែលប្រសើរមានន័យថាជាបុគ្គលដែលថ្លៃថ្នូរណាពេលដែលយើងបានបួសរៀនធម៌រៀនវិន័យហើយហ្នឹងគឺអ្វីដែលសំខាន់កូនកុំឲ្យការប្រមាថមានន័យថាម៉េចបើសិនជាយើងមានការប្រមាថស្អីក៏អត់ជោគជ័យដែរជាងថ្ងៃនេះពេលនេះវេលានេះជាថ្ងៃដែលកូនបានចាប់ដើរបបួសមានថាបបួសរៀននឹងចឹងនៅក្នុងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកមានពុទ្ធទេសនាមួយបានពោលថាអបមាតញ្ចៈមេធិនិធនាសិទ្ធវរខន្តិមានន័យថាម៉េចមានន័យថាអ្នកប្រាជ្ញតែងតែរក្សាការមិនប្រមាថដោយការរក្សាទ្រព្យដល់ប្រសើរដូច្នេះកុលបុត្រកុលធីតាដែលបួសរៀននៅថ្ងៃនេះក្នុងនាមខ្ញុំប្រកាសថាខ្ញុំបាទក៏ដូចជាអាដាមជិនម៉ាលីនប្រធានក្រុមការងារគឺថាសង្ឃឹមយ៉ាងមុតមាំចំពោះកូននឹងធ្វើជាស្ពានរបស់សាសនាយើងឲ្យកាន់តែរីកចម្រើនតទៅមុខតាំងនាមជួសមុខឲ្យអាដាមជិនម៉ាលីនរដ្ឋលេខាធិការប្រចាំការក្រសួងយុទ្ធភ័ពនិងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុកមងសីសូមប្រកាសបើកពិធីបបួសកុលបុត្រកុលធីតាចំនួន200អង្គរូបក្នុងថ្ងៃបុណ្យវិសាខបូជានៅក្នុងវត្តសុរិយារាមស្រុកមងវិស័យពីពេលនេះតទៅដោយនេះដើម្បីបន្ធូរបរិយាកាសហើយក៏ដូចជាការជូនពរដល់កុលបុត្រកុលធីតាក្រុមការងាររបស់យើងសហការជាមួយវត្តសុរិយារាមនិងស្រុកមងវិស័យរដ្ឋបាលស្រុកមងវិស័យក៏បាននិពន្ធជំរាបឲ្យបត់ចំណងយើងថាលាពុកលាម៉ែទៅផ្សារភ្នោះសូមជូនបទចម្រៀងនេះហើយជាពិសេសកូនដែលត្រៀមនឹងបួសបាទសូមស្ដាប់មានន័យថាស្ដាប់ការលាទៅបួសលាពុកលាម៉ែទៅបួសនឹងមានអត្ថន័យយ៉ាងណាគឺមានបញ្ចូលនៅក្នុងខ្លឹមសារនៃបទចម្រៀងនេះផងដែរសូមតែដៃមួយដើម្បីអបអរសាទរមួយកុលបុត្រកុលធីតា
កូនសូមអោនកាយបងគុំវ័នទាអ្នកមានគុណបន្ទុនកាយាសងគុណថ្លៃកូនភ្ជាប់និស័យនឹងព្រះពុទ្ធសាសនាកូនសូមកោសងគុណពុកម៉ែបួសជាសាមណេរបពេផ្សារភ្ជាប់និស័យកូនសូមសាងភ្នូបួសរៀនធម៌អាវិន័យលាពីចំណងលោកីពុកម៉ែថ្លៃដោយជ្រាំងថ្លាម៉ែកោសក់កូនទាំងទឹកភ្នែកហូរព្រោះចិត្តអាសូរអាណិតនឹកដល់ភក្ត្រាធ្លាប់រួជួបជុំឥឡូវបួព្រោះសាសនាកូនសូមលើកដៃសច្ចាមិនអោយម៉ែអស់សង្ឃឹមទឹកភ្នែកហូរយំធ្ងរអោបទ្រូងកក់ក្ដៅពុកម៉ែប្រដៅដងជាប់នឹកនៅក្នុងដួងចិន្តាឥឡូវបួសរៀនជ្រកក្រោមព្រះពុទ្ធសាសនាសាងភ្នួងសងគុណមេដាបៃតាជាស្ពានចំឡងមគ្គផលកូនសាងជូនដល់ពុកម៉ែប្រៀបដូចដួងខែរះបំភ្លឺដល់ចិត្តកូនអោវត្តអារាមជាឋានស្ងប់សុខកុនឡងសូមជ្រកក្រមលុបអ្នកផងសូមផ្សងផ្សារភ្ជាប់ជីវីទឹកភ្នែកហូរយំធ្ងរអោបទ្រូងកក់ក្ដៅពុកម៉ែប្រដៅដងជាប់នឹកនៅក្នុងដួងចិន្តាឥឡូវបួសរៀនជ្រកក្រោមព្រះពុទ្ធសាសនាសាងភ្នួងសងគុណមេដាបៃតាជាស្ពានចំឡងខ្ញុំសូមអរគុណដល់ក្រុមការងារជ្រុំជ្រែងនាំគ្នាលើកស្ទួយទំពាំងស្រុកមងអោវត្តអារាមជាឋានស្ងប់សុខកុនឡងសូមជ្រកក្រមលុបអ្នកផងសូមផ្សងផ្សារភ្ជាប់ជីវី